ថ្ងៃនេះមកលេងផ្ទះអ្នកម្ដាយឥឡូវធ្វើបបរបាញ់កាញ់សម្រាប់និយាយទៅសម្រាប់អ្នកខ្មែរក្រមស្គាល់ច្បាស់ហ្មងបបរបាញ់កាញ់បែបហ្នឹងបងប្អូនឥឡូវមកជួបមួយនឹងខ្ញុំទាំងអស់គ្នាថាវិធីធ្វើបែបណាបងប្អូនណាចាបងប្អូនជាតបបងប្អូនត្រូវដាំទឹកឲ្យពុះពេលទឹកពុះហើយដាក់សាច់ពៅប្រៃដែលយើងហាន់ជាចំណិតហ្នឹងណាចូលមានសាច់ពៅប្រៃមានបកាមានជាហឺអញ្ចឹងសាច់ពៅប្រៃបកាជាហឺហ្នឹងត្រូវបងចូលជាមួយគ្នាបន្ទាប់ពីបងបកាជាហឺសាច់ពៅប្រៃហើយបងប្អូនត្រូវដាក់សាច់តែវីដេអូនេះខ្ញុំអត់បានថតទេពេលដាក់សាច់ឆ្អឹងស៊ុបបងប្អូនចាដាក់ឆ្អឹងស៊ុបចូលអញ្ចឹងពេលដែលដាក់ឆ្អឹងស៊ុបចូលបងប្អូនត្រូវបិទភ្លើងទុកមួយដុំបន្ទាប់មកបងប្អូនមកឆាសាច់វិញសាច់ហ្នឹងសាច់អីគឺជាសាច់ត្រីបងប្អូនណាសាច់ត្រីហ្នឹងបងប្អូនត្រូវធ្វើហាន់ជាដុំខ្ញុំអត់បានថតទេកន្លែងហ្នឹងអត់បានថតអញ្ចឹងពេលដែលបងប្អូនធ្វើត្រីហាន់ជាដុំហើយបងប្អូនពងខ្ទឹមឲ្យរៀងក្រហមដូចរូបភាពដែលខ្ញុំដាក់ទៅហើយបន្ទាប់មកយកសាច់ត្រីដែលយើងធ្វើហើយហ្នឹងយកមកឆាត្រឡប់អញ្ចឹងពេលដែលបងប្អូនពងខ្ទឹមក្រហមដាក់សាច់ត្រីចូលបងប្អូនកុំភ្លេចចាក់ទឹកត្រីចូលផងចាចាក់ទឹកត្រីមកឆូចមកបន្ទាប់ពីចាក់ទឹកត្រីហើយដាក់មានស្ករមានប៊ីចេងមានរ៉តឌីខ្លះអញ្ចឹងទៅមានអំបិលខ្លះអញ្ចឹងទៅហើយនៅពេលដែលដាក់ចូលហើយបងប្អូនឆាត្រឡប់ឲ្យវាមកសពប់សាច់ហើយបងប្អូនបានទិញបានថៃដែលមានពងចេះល្អហ្មងនិយាយទៅវាពងវាដែរលើទឹកស៊ុបយើងមើលទៅឃើញស្អាតហើយឃើញគួរឲ្យចង់ញ៉ាំអញ្ចឹងពេលដែលបងប្អូនដាក់គ្រឿងគ្រប់ហើយបងប្អូនយកទឹកស៊ុបដែលយើងងាស់ហ្នឹងមកច្រូចលើសាច់ត្រីដែលយើងកំពុងឆាហ្នឹងមកវេចពីរវេចអញ្ចឹងទៅហើយក៏ឆាត្រឡប់វាឲ្យវាសពប់សាច់ទៅបិទភ្លើងទុកវាដែលឡាយបងប្អូនណាចាបន្ទាប់ពីយើងឆាសាច់ហើយអស់យើងបិទភ្លើងសាច់ទុកវាមួយឡែកហើយអស់យើងមកមើលម្សៅដែលយើងកាត់ដាក់ចូលជាមួយនឹងទឹកស៊ុបវិញចាអញ្ចឹងសាច់ឆ្អឹងស៊ុបដែលយើងងាស់ហ្នឹងវាមិនល្មមដែរហើយអញ្ចឹងយើងយកម្សៅដែលយើងបានកិនណាអានេះយកអង្គបងប្អូនចាយកអង្គស្រស់យើងយកទៅកិនតែម្ដងកិនថ្មីកិនភ្លាមមិនបបបាញ់កាញ់ហ្នឹងវាឆ្ងាញ់អញ្ចឹងពេលដែលបងប្អូនកិនម្សៅរួចរាល់សកត់វាយកមកទឹកវាចេញមកល្មមហើយបងប្អូនយកម្សៅហ្នឹងមកបៀកជាមួយនឹងដបថ្មចាត្រូវតែមានដបថ្មបើអត់មានដបថ្មទេក៏បាក់ធ្វើដែរធ្វើវាបាក់ធ្វើអញ្ចឹងបើបងប្អូនបានម្សៅហើយយកម្សៅហ្នឹងមកបៀកមួយដបថ្មហើយអស់បងប្អូនចិត្តដូចរូបភាពដែលនេះខ្ញុំបានបង្ហាញចឹងណាចាចិត្តជាដុំទុយល្មមរៀងវែងទៅហ្នឹងទៅហើយពេលដែលចិត្តបដាកោបដាចាចិត្តបានមកពីបេដបចិត្តបានពីបេដបហើយត្រូវតែកោបើអត់កោទេគឺអត់នេះទេគឺវាក្រាំងបាតចាបន្ទាប់ពីចិត្តហើយអស់បងប្អូនយកគ្រឿងដាក់មានអីគេមានសាច់ត្រីដែលយើងបានឆាហ្នឹងចាបងប្អូនសាច់ត្រីដែលយើងបានឆាហ្នឹងគឺត្រូវតែដាក់ចូលចាដាក់សាច់ត្រីចូលដាក់ស្ករដាក់ប៊ីចេងដាក់រ៉តឌីដាក់ទឹកត្រីដាក់អំបិលរសជាតិមកល្មមអញ្ចឹងពេលដែលបងប្អូនដាក់គ្រឿងចូលតាចាបងប្អូនពេលដែលបងប្អូនដាក់គ្រឿងចូលរួចរាល់បងប្អូនត្រូវដាក់ខ្ទិះទៀតខ្ញុំភ្លេចបញ្ជាក់ខាងដើមបងប្អូនណាចាត្រូវមានខ្ទិះអញ្ចឹងខ្ទិះហ្នឹងបងប្អូនត្រូវដាក់ខ្ទិះចុងចូលនៅបបរយើងដែរពេលដែលបងប្អូនបងគ្រឿងហើយអស់បងប្អូនចាក់ខ្ទិះចុងចូលហើយងាស់មកពុះបងប្អូនត្រូវថែមនៅខ្ទិះដើមទៀតដើម្បីឲ្យមើលទៅវាកាន់នេះបងប្អូនកាន់តែខាប់ហើយវាឈ្ងុយចាកាន់តែឈ្ងុយទៀតហើយអត់មានអីច្រើនទេបបរបាញ់កាញ់យើងរួចរាល់ហើយនៅពេលដែលបងប្អូនចង់ញ៉ាំបងប្អូនគ្រាន់តែដួសមកហើយពេលញ៉ាំបងប្អូនគ្រាន់តែធៀមខ្ទឹមស្លឹកម្រេចជាមួយនឹងទឹកត្រីហ្នឹងច្រាមខ្ទឹមសជាមួយនឹងម្ទេសដាក់ចូលបងប្អូនណាហើយពេលដែលយើងត្រូវញ៉ាំបងប្អូនគ្រាន់តែដួសបបរបាញ់កាញ់ហើយឆូចជាមួយនឹងក្បាលខ្ទិះបន្តិចមកកុំភ្លេចទេបងប្អូនក្បាលខ្ទិះត្រូវតែមានព្រោះបបរបាញ់កាញ់នេះយើងមានខ្ទិះគឺកាន់តែឈ្ងុយហើយកាន់តែឆ្ងាញ់ហ្មងពេលដែលយើងញ៉ាំណាអញ្ចឹងបងប្អូនដួសបបរបាញ់កាញ់មួយចានមកស្រួយក្បាលខ្ទិះដែលបងប្អូនចូលចិត្តនេះខ្ញុំចូលចិត្តខ្ទិះច្រើនបំផុតហើយដាក់លខ្ទឹមមួយមុំដែលបងប្អូនចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅបន្ទាប់ពីលខ្ទឹមហើយរោយម្រេចបន្តិចទៅនិយាយទៅបងប្អូនចូលចិត្តអីដាក់ហ្នឹងទៅបងប្អូនចូលចិត្តអត់ដាក់ក៏បានដែរអត់មានបញ្ហាអីទេចាបបរបាញ់កាញ់យើងរួចរាល់ហើយបងប្អូនអរគុណ